ต่อบองอันนี้យើងមកតដើមតកយើងនេះដើមតកធំយើងដាំព្រោះឲ្យយើងតឲ្យឆាប់បានផ្លែគឺយើងបេះមេតកដែលយើងដើមដែលមានផ្លែហើយអានេះដើមយើងបដោះគ្រាប់នឹងរយៈពេលយូរណាចូល4-5ឆ្នាំបានផ្លែអញ្ចឹងហើយយើងយកតកពូជផ្លែយើងយកមកតមកឆាប់បានផ្លែអានេះយើងចាត់មកព្រោះឲ្យយើងតនេះយើងតឲ្យគ្រប់មេទៅយើងធ្វើម៉េចចាត់ឲ្យដល់សាច់ក្នុងយើងធ្វើម៉េចស្អាតព្រោះឲ្យយើងសូកចូលមកព្រោះយើងរុំការរុំគឺយើងរុំជាមួយនឹងស្គុតរុំថង់ឬកៅស៊ូអានេះខ្ញុំប្រើដាក់ខ្ចប់ផ្លែឈើឬក៏ខ្ចប់នំកាយើងយកមករុំដល់ពេលជាប់យើងមើលសាច់ដែលយើងកន្លែងដែលយើងចិតត្រង់ហ្នឹងបើសិនជាជាប់យើងកាត់ត្រឹមនឹងចោលមកដើម្បីលើសឡឹកថ្មីចេញពីដើមដែលមានជាប់ផ្លែហើយដែលយើងយកមកតប៉ុណ្ណឹងបានយើងព្យាយាមតមេខាងនោះទៀតគ្រប់មេដើម្បីឆាប់ផ្លែអានេះមួយមេទៀតយើងយកមកតអានេះយើងកាត់ដែរមកយើងកាត់មកល្មមព្រោះឲ្យយើងចាត់ខាងដូចមុនមកយើងចាត់យើងស្រីមកស្អាតព្រោះឲ្យយើងចាប់ដើមតយើងគ្រាន់តែសៀតអញ្ចឹងទៅហើយយើងសៀតមេដែលយើងត្រូវតចូលមកយើងរុំដែរតគឺអត់ងាយអត់បាក់ទេងាយទេយើងព្យាយាមធ្វើម្ដងទៅពីរដងទៅយើងអាចធ្វើបានបើស្អីយើងអត់ធ្វើសោះយើងគ្រាន់តែមើលគឺយើងអត់ចេះទេយើងអត់ស្ទាត់ដៃបើតែយើងធ្វើហើយយើងធ្វើតែម្ដងពីរដងយើងស្ទាត់ដៃហើយយើងគឺងាយហ្នឹងធ្វើហើយនៅមួយមេទៀតខ្ញុំព្យាយាមធ្វើឲ្យតគ្រប់មេដើម្បីងាយស្រួលអានេះយើងចាត់មេតែយើងតសិនយើងតមួយមេទៀតធ្វើយើងល្អឯងធ្វើច្រើនដងទៅចេះហើយងាយទេយើងរៀនធ្វើបានច្រើនដងច្រើនសារនេះយើងព្យាយាមធ្វើខាងនេះមកយើងតដើមខាងនេះយើងបៀតស្លើអស់មកយើងតយើងមើលទៅប្រហែលហើយយើងសៀតចូលមកពេលយើងសៀតចូលហើយយើងរុំណាយើងព្យាយាមរុំឲ្យរាំងណែនទៅការធ្វើហ្នឹងសំខាន់គឺក្បិតណាបើយើងត្រូវតែមុតខ្លាំងល្អកាន់ខ្លាំងកាន់ល្អបានណាយើងព្យាយាមធ្វើឲ្យបានគ្រប់មេម្ដងវាបានគ្រប់មេដើមនេះគឺដើមតកដែរដាំរយៈពេលខ្ទង់មួយឆ្នាំជាងនេះដើមលិចក្បាលហើយដើមធំគាត់វាចង់ប៉ិនកផ្លូវប៉ិនកំពួនជើងហើយអានេះយើងព្យាយាម
oi vì chập lại á tới giờ ngặt to vậy đó video nó như là phần này